សួស្តីអ្នកនរគ្នានៅក្នុងអេពីសូតនេះខ្ញុំនិយាយតាក់ទងអំពីក្រុមមន្ត្រីស៊ឺជូដែលយើងឮនៅក្នុងរឿងទីប្រឹក្សាស៊ឺមីអ៊ីនៅក្នុងរឿងនេះមុនពេលដែលឆៅភីបង្ខំឲ្យលាវសៀនដាក់រាជឲ្យគាត់គឺគាត់ព្យាយាមយកចិត្តពួកស៊ឺជូនេះមិនមែនជាឈ្មោះមន្ត្រីទេប៉ុន្តែជាវណ្ណៈសង្គមនៅក្នុងចំនួន30កុកវណ្ណៈនេះបន្តមានរហូតដល់ចំនួនរាជវង្សថាងអញ្ចឹងយូរណាស់លើតើគ្រួសារមួយធ្វើយ៉ាងណាទើបអាចមានឈ្មោះជាក្រុមស៊ឺជូចំណុចសំខាន់គឺមាន3ទី1គឺពួកគេមានកម្មសិទ្ធិដីធ្លីជាអ្នករស់នៅក្នុងតំបន់ណាមួយពិតប្រាកដឬក៏រស់នៅយូរឆ្នាំគ្រួសាររបស់ពួកគេចាក់ឫសនៅកន្លែងណាមួយទី2តាក់ទងជាមួយនឹងការសិក្សាតាមលទ្ធិខុងជឺអ្នកដែលកើតមកនៅក្នុងគ្រួសារស៊ឺជូដូចជាគ្រួសារស៊ឺម៉ាអញ្ចឹងពួកគេចំណាយពេលរៀនលទ្ធិខុងជឺនិងដើរតាមលទ្ធិនេះការរៀនសូត្រកន្លែងនេះមិនមែនតែដើម្បីទទួលបានចំណេះដឹងឬក៏បញ្ញាមួយទេគឺគេរៀនដើម្បីត្រៀមខ្លួនចូលធ្វើជាមន្ត្រីរាជការហើយនៅពេលដែលចូលទៅគឺមានរឹកពីថ្លៃថ្នូរជាងអ្នកដទៃលក្ខខណ្ឌទី3គឺពួកគេត្រូវតែមានសមាជិកគ្រួសារណាម្នាក់ធ្វើជាមន្ត្រីដែលមានតំណែងធំនៅក្នុងរាជការទស្សនៈរបស់ក្រុមស៊ឺជូគឺបើរៀនហើយមិនបានចូលធ្វើជាមន្ត្រីដដែលកុំរៀនល្អជាងក្រុមស៊ឺជូនេះគឺមានតួនាទី2យ៉ាងទី1ពួកគេជាមន្ត្រីបម្រើស្ដេចរាល់ពេលដែលគេត្រូវបំពេញការងារក្នុងរាជវាំងអ្នកទាំងអស់នេះគឺចូលទៅធ្វើការងារធ្វើតាមបំណងរបស់ស្ដេចមួយទៀតគឺពួកគេជួយប្រជារាស្ត្រនៅក្នុងតំបន់ខ្លួនឯងយើងអាចចាត់ទុកថាអ្នកទាំងអស់នេះគឺជាមេដឹកនាំនៅតាមតំបន់មួយមិនមែនជាស្ដេចត្រាញ់ទេប៉ុន្តែប្រជារាស្ត្រចាត់ទុកថាពួកគេជាអ្នកការពារឬក៏ជាអ្នកកាត់ក្តីមានបញ្ហាអីគឺគេទៅរកគ្រួសារធំទាំងអស់នេះដើម្បីឲ្យជួយឧទាហរណ៍ថាដាច់ស្បៀងនៅក្នុងស្រុកណាមួយអញ្ចឹងនៅក្នុងស្រុកហ្នឹងបើសិនជាមានគ្រួសារស៊ឺជូគឺគេនឹងបើកឃ្លាំងស្បៀងជួយអ្នកស្រុករបស់គេឧទាហរណ៍គឺគ្រួសាររបស់ចិនហ្វូប្រពន្ធរបស់ឆៅភីហ្នឹងពេលដែលអ្នកស្រុករបស់គាត់មានបញ្ហាគឺគាត់យកប្រាក់កាក់ទៅជួយហើយក្រុមស៊ឺជូនេះមិនមានកម្លាំងកងទ័ពទេប៉ុន្តែនៅក្នុងចំនួនរបស់ឆៅភីក្រុមស៊ឺជូចាប់ផ្ដើមកែប្រែច្បាប់ដែលពួកគេដើរតួធ្វើជាអ្នកដែលទទួលមនុស្សឬក៏ស្វែងរកមនុស្សឲ្យចូលបម្រើរាជការហើយគេចាប់ផ្ដើមបង្កើតឋានៈចំនួន9ខុសគ្នាដើម្បីវាយតម្លៃសមត្ថភាពហើយនិងគុណធម៌នៅក្នុងចំនួនឆៅគឺគេមើលទៅលើសមត្ថភាពគេអត់ខ្វល់ពីគុណធម៌ទេប៉ុន្តែនៅក្នុងចំនួនឆៅភីដោយសារតែក្រុមស៊ឺជូចូលកាន់កាប់គឺគេបន្ថែមគុណធម៌នៅខាងក្រោយទៀតអញ្ចឹងគ្រាន់តែបន្ថែមពាក្យគុណធម៌មួយនេះញាតិវង្សរបស់គ្រួសារឆៅគឺចូលលេងបានហើយពីព្រោះអ្នកទាំងអស់ហ្នឹងសុទ្ធតែអត់មានគុណធម៌ទេក្រុមស៊ឺជូកាន់ជើងគ្នាឯងណាពេលដែលពួកគេរើសមនុស្សចូលធ្វើការពួកគេអាចថារើសតាមសមត្ថភាពពិតមែនប៉ុន្តែបើសិនជាមិនមែនគ្រួសារដែលចេញពីវណ្ណៈដូចគ្នាទេគឺគេអត់យកទេឧទាហរណ៍នៅក្នុងរឿងទីប្រឹក្សាស៊ឺមីយើងឃើញពេលដែលចុងហួយដាក់ពាក្យមកប្រឡងមន្ត្រីដែលរៀបចំការប្រឡងហ្នឹងគ្រាន់តែឮថាជាកូនរបស់ចុងយ៉ាវហ្នឹងរត់ចេញមកទទួលទៅហេបទៅហោបាត់ហើយដោយសារតែកាន់ជើងគ្នាបែបហ្នឹងទើបយើងឃើញថាគ្រួសារដដែលមានមុខនៅក្នុងជួរមន្ត្រីធំរហូតឧទាហរណ៍ដូចជាគ្រួសារស៊ឺម៉ាគ្រួសារស៊ីងគ្រួសារឆិនរបស់ឆិនឈីងហ្នឹងអញ្ចឹងអ្នកទាំងអស់នេះគឺបម្រើស្ដេចបន្តគ្នាពីឪទៅកូនទៅចៅអញ្ចឹងបើសិនជាយើងបែងចែកវណ្ណៈសង្គមនៅក្នុងចំនួននគរទាំង3នេះយើងអាចរាប់ពីវណ្ណៈស្ដេចមកបន្ទាប់មកគឺវណ្ណៈអភិជនវណ្ណៈទី3គឺវណ្ណៈក្រុមស៊ឺជូនឹងឯងជួនកាលក្រុមស៊ឺជូនឹងគឺជាអភិជនខ្លួនឯងទៀតវណ្ណៈទី4គឺកសិករអ្នកធ្វើស្រែហើយវណ្ណៈទី5គឺក្រុមសិប្បករធ្វើឆ្នាំងធ្វើអីហ្នឹងចុងក្រោយគេគឺវណ្ណៈឈ្មួញនេះជាមូលហេតុដែលនៅក្នុងសង្គមចិនគឺគេមិនសូវឲ្យតម្លៃទៅលើឈ្មួញដែលរស់ស៊ីទេវណ្ណៈក្រុមស៊ឺជូនេះមិនងាយបាត់ទៅណាទេទោះបីជាបដូរស្ដេចបដូររាជការចោលក៏ដោយក៏វណ្ណៈនេះនៅតែបន្តរហូតដែរពួកគេដើរតួជាអ្នករក្សាទុកឯកសារចាស់ដើរតួជាអ្នកបង្រៀនក្មេងចំនួនក្រោយឬក៏ដោយសារតែពួកគេជាម្ចាស់ដីយើងអាចមើលឃើញគ្រួសារស៊ឺម៉ាបន្ទាប់ពីឆ្លងកាត់រាជវង្សជីនការកាប់សម្លាប់គ្នាជាច្រើនគ្រួសារស៊ឺម៉ានៅតែបន្តធ្វើជាមន្ត្រីរាជការរហូតនៅក្នុងចំនួនរាជការសុងយើងឃើញថាស៊ឺម៉ាគួងធ្វើជាអបរាជបានទៀតឥឡូវយើងសួរបន្តទៀតចោះគ្រួសារឆៅនៅក្នុងវណ្ណៈមួយណានៅពេលដែលបង្កើតរាជវង្សហានគ្រួសារឆៅក៏រាប់ថាជាវណ្ណៈក្រុមស៊ឺជូដូចគ្នាក៏ប៉ុន្តែអត់ដឹងថាមកពីហេតុអីគ្រួសារឆៅคล้ายទៅជាអាម៉ាតអត់មានវណ្ណៈនៅក្នុងសង្គមទេអាម៉ាតមិនត្រូវបានគេចាត់ទុកជាមនុស្សផងនៅក្នុងចំនួនហ្នឹងនៅដើមរឿង30កុកឆ្នាំ2010នៅពេលដែលឆៅនិយាយគ្នាជាមួយនឹងពូរបស់យៀនសាវយៀនខួយគាត់ចង់ឌឺដងឆៅ
គាត់ឲ្យឆាវឆាវនិយាយទៅខ្លួនឯងថាហេតុអីបានជាវាងអ៊ីងមិនហៅឆាវឆាវចូលរួមពិធីគូកំណើតអញ្ចឹងឆាវឆាវបានពន្យល់យើងរួចហើយថាដោយសារតែគាត់ជាកូនចៅអាម៉ាតជាមនុស្សថោកទាបពាក្យនេះមិនមែននិយាយឌឺដងទៅយានខួយទេអានេះគឺជាហេតុផលបែងចែកវណ្ណៈសង្គមយានខួយគឺជាក្រុមអភិជនជាវណ្ណៈអភិជនអញ្ចឹងនៅលើឆាវឆាវឆ្ងាយណាស់ហើយចំណុចមួយនេះជាចំណុចដែលឆាវឆាវមិនពេញចិត្តជាមួយនឹងគ្រួសារគាត់ហើយក៏មិនពេញចិត្តជាមួយនឹងតកូលយានដែរបើគេនិយាយអំពីសមត្ថភាពធ្វើការឆាវឆាវគឺមានហើយប៉ុន្តែនៅពេលដែលគេចាប់ផ្ដើមមើលទៅដល់គ្រួសារគាត់គេក៏ដកខ្លួនចេញពីគាត់វិញឬក៏ខ្ពើមរអើមគាត់ក្រុមមនុស្សដូចជាឆាវឆាវនេះភាសាចិនគេហៅប៉ាវហ្វាហ៊ូសំដៅទៅលើអ្នកដែលមានដើមកំណើតមិនសូវល្អគ្រួសារប្រភេទនេះក៏មានចំណុចសម្គាល់របស់ពួកគេដែរទីមួយគឺពួកគេឡើងកោតលឿននៅសុកស្រាប់តែល្បីឬក៏មានអំណាចធំទីពីរអ្នកទាំងអស់នេះមិនសូវទទួលបានការអប់រំទេមិនសូវរៀនសូត្រទេជាមនុស្សដែលខ្វះចំណេះដឹងហើយចុងក្រោយគេគឺអំណាចរបស់ពួកគេបានមកពីការប្រើប្រាស់កម្លាំងកងទ័ពទោះបីជាឆាវឆាវខ្លួនឯងជាអ្នករៀនសូត្រក៏ដោយប៉ុន្តែខាងក្រុមស៊ឺជូនោះគេសម្លឹងមកគ្រួសារឆាវទាំងមូលមិនមែនជាអ្នករៀនសូត្រទេប្រាជ្ញារបស់ឆាវឆាវមិនអាចលុបលាងវណ្ណៈសង្គមបានទេឪពុករបស់គាត់ឆាវសុងគឺជាកូនចិញ្ចឹមរបស់ឆាវតឹងឆាវតឹងគឺជាអាម៉ាតដែលពុករលួយដូច្នេះទោះបីជាគ្រួសារឆាវជាគ្រួសារដែលមានទ្រព្យសម្បត្តិក៏គេមើលឃើញថាលុយទាំងអស់ហ្នឹងគឺជាលុយកខ្វក់ជាគ្រួសារកខ្វក់ចំណុចមួយទៀតគឺនៅក្នុងការគ្រប់គ្រងរបស់ឆាវឆាវគាត់ប្រកាសរើសមនុស្សដែលមានសមត្ថភាពដោយមិនខ្វល់ពីប្រវត្តិដើមមិនខ្វល់ពីចរិតឬក៏គុណធម៌អីទេសម្រាប់ឆាវឆាវគាត់គិតថាក្នុងសម័យសង្គ្រាមឲ្យតែអាចធ្វើសង្គ្រាមបានគឺជួយគាត់បានហើយប៉ុន្តែក្រុមស៊ឺជូនេះគឺគេប្រកាន់កន្លែងមួយហ្នឹងគេយល់ថាការធ្វើបែបហ្នឹងគឺរើសមកសិតតែចោលព្រៃយកមកធ្វើការជាមួយពួកគេនៅក្នុងរឿងទីប្រឹក្សាស៊ឺមីពេលដែលឆាវឆាវចេញច្បាប់មួយនេះមន្ត្រីដូចជាយ៉ាងពីវគឺគាត់ប្រកាសឆាវឆាវគាត់មានហេតុផលរបស់គាត់គិតថាអ្នកទាំងអស់ហ្នឹងអាចទុកចិត្តបានហើយពួកក្រុមស៊ឺជូហ្នឹងទុកចិត្តមិនបានទេអញ្ចឹងហេតុផលមានរៀងខ្លួនដោយសារឆាវឆាវមានអំណាចតបក្នុងដៃគេក៏ធ្វើការគាត់ទៅហើយមនុស្សច្រើនណាស់ដែលបានចូលរួមបម្រើរាជការជាមួយនឹងឆាវឆាវដោយពួកគេអត់មានចេញមកពីវណ្ណៈស៊ឺជូឬក៏វណ្ណៈអភិជនក្រុមស៊ឺជូនេះគេចង់បានអ្នកដឹកនាំណាដែលដឹកនាំដោយយកខ្លួនឯងធ្វើជាគំរូផងហើយដោយយកគុណធម៌ដឹកពីមុខផងគេចង់បានអ្វីដែលឆាវភីធ្វើពុតនៅពេលដែលគាត់ឡើងធ្វើស្ដេចហ្នឹងគេអត់ចង់បានភាពស្មោះត្រង់របស់ឆាវឆាវទេអញ្ចឹងមកយើងនិយាយអំពីក្រុមមនុស្សដូចជាឆាវឆាវពួកគេមានគុណសម្បត្តិតែគុណសម្បត្តិហ្នឹងអត់អាចការពារខ្លួនបានរហូតទេក្រុមស៊ឺជូដែលគេបន្តមករាប់ចំនួនគេនឹងរកវិធីដើម្បីដកគុណសម្បត្តិទាំងអស់ហ្នឹងចេញបើយើងប្រៀបធៀបមកសម័យបច្ចុប្បន្ននេះក្រុមស៊ឺជូយើងអាចរាប់ជាប្រភេទ old money ដែលពួកគេមានទ្រព្យសម្បត្តិតលើសពី5ចំនួនឡើងទៅហើយប្រភេទដូចជាឆាវឆាវនេះគឺជាសហគ្រិនដែលទទួលជោគជ័យថ្មីគេរាប់ថាជា new money អញ្ចឹងទាំងពីរក្រុមនេះអត់ស៊ីគ្នាទេមានគំនិតខុសគ្នាអ្នកដែលមកក្រោយអាចនឹងមានអំណាចជាងមានលុយច្រើនជាងគ្រាន់តែក្រុមស៊ឺជូនឹងមិនទទួលស្គាល់ពួកគេអ្នកនរគ្នាអាចនឹងគិតថាមិនទទួលស្គាល់ក៏ហីទៅពីព្រោះនេះគឺជាគំនិតឆាវឆាវដែរគាត់គិតថាតែគាត់មានគុណសម្បត្តិគាត់អាចគ្រប់គ្រងនគរបានគេនឹងអាចទទួលយកគាត់តែវណ្ណៈសង្គមយើងលុបវាអត់កើតយើងមើលទៅថាចុងក្រោយគ្រួសារឆាវទៅជាបែបណាឥឡូវយើងមកមើលថាមូលហេតុអីបានជាវណ្ណៈស៊ឺជូនេះគឺជាវណ្ណៈដែលឆ្លាតជាងគេដោយសារតែពួកគេគ្រប់គ្រងការអប់រំឲ្យតែពេលស្រុកចាប់ផ្ដើមមានសន្តិភាពគេចាប់ផ្ដើមបើកសាលាបង្រៀនគេត្រូវការក្រុមស៊ឺជូនេះត្រឡប់មកវិញឧទាហរណ៍ដូចនៅក្នុងចំនួនដែលក្រុមគ្រួសារស៊ឺម៉ាគ្រប់គ្រងនគរអ៊ុយអញ្ចឹងគឺគេបើកសាលាបង្រៀនលទ្ធិខុងជឺសាលានេះបើកសម្រាប់តែគ្រួសារស៊ឺជូដូចគ្នាទេហើយកូនអ្នកក្រហ្នឹងគេមានសាលាផ្សេងទៀតឲ្យរៀនចំណេះដឹងដែលពួកគេមានតគ្នាធ្វើឲ្យក្រុមស៊ឺជូនេះមានតម្លៃនៅក្នុងរាជការឥឡូវយើងមើលឧទាហរណ៍នៅពេលដែលឆាវភីចាប់ផ្ដើមបង្កើតនគរតើអ្នកណាគេជាអ្នករៀបចំច្បាប់គ្រួសារឈិនគ្រួសារស៊ឺម៉ាហើយហេតុអីពីព្រោះគ្រួសារតកូឆាវហើយនឹងស៊ីហៅអត់សូវចេះអក្សរបើយើងនិយាយអំពីគ្រួសារឈិនគឺគាត់រៀបចំច្បាប់តាំងពីចំនួនឆាវឆាវមកកូនរបស់គាត់ទទួលបានការអប់រំផ្នែកច្បាប់ដូច្នេះអាចបន្តការងារពីឪពុកបានយើងអាចចាត់ទុកគ្រួសារដែលនៅក្នុងវណ្ណៈស៊ឺជូនេះដូចជាកន្លែងបណ្ដុះក្របពូជអ្នកចេះដឹងមកកូនរបស់គេគឺគេរៀនពីប្រវត្តិសាស្ត្រពីច្បាប់ពីការគិតហេតុផលខុសពីកូននៅក្នុងវណ្ណៈផ្សេងទៀតសូម្បីតែការរៀបការរបស់ពួកគេក៏ដោយក៏គេរៀបការនៅក្នុងវណ្ណៈជាមួយគ្នាដែរឧទាហរណ៍ឥឡូវយើងមើលស៊ឺមីអ៊ីហើយនឹងប្រពន្ធរបស់គាត់គ្រួសាររបស់ប្រពន្ធគាត់នេះក៏ជាអ្នករៀនសូត្រលទ្ធិខុងជឺដូចគ្នានៅក្នុងនយោបាយក្រុមស៊ឺជូនេះបត់បែន
ភក្តីភាពរបស់ពួកគេលឿនណាស់បើសិនជាគេមើលឃើញថាអ្នកដឹកនាំណាមួយចិត្តទៅហើយពួកគេនឹងផ្លាស់ប្ដូរឬក៏មើលឃើញថាអ្នកដឹកនាំនឹងចាប់ផ្ដើមប្រើប្រាស់ភាពប្រៃផ្សៃនៅក្នុងការដឹកនាំគេនឹងទៅរកអ្នកផ្សេងទៀតឧទាហរណ៍នៅក្នុងចំនួនរបស់ឆៅសួងធ្វើឲ្យនគរអ៊ុយមានតែអំពើពុករលួយហើយប្រកាន់បកពួកខ្លួនឯងអញ្ចឹងក្រុមស៊ឺជូនេះគឺគេរត់ទៅរកស៊ឺម៉ាអ៊ីគេទៅគាំទ្រគ្រួសារស៊ឺម៉ាបើយើងងាកទៅមើលក្រុមស៊ឺជូនៅខាងក្រៅនគរអ៊ុយវិញឧទាហរណ៍គ្រួសារជូកើយើងឃើញថាគ្រួសាររបស់គាត់ចែកតំបន់គ្នាដើម្បីធ្វើការគ្រួសារជូកជីងបម្រើស៊ុនឈៀនគ្រួសាររបស់ជូកលៀងបម្រើលាវប៉ៃគ្រួសាររបស់ជូកតានបម្រើនគរអ៊ុយអញ្ចឹងនៅក្នុងនគរទាំង3សុទ្ធតែមានខ្សែរយៈរបស់គ្រួសារជូកើពួកគេស្មោះត្រង់នឹងម្ចាស់រៀងខ្លួនមែនតែគេមិនបន្ថយឲ្យគ្រួសាររបស់គេដាច់ពូជទេបើសិនបើមានបញ្ហាអីមួយមិនមែនគ្រួសារទាំងអស់ត្រូវតែបម្រើម្ចាស់តែម្នាក់ទេសូម្បីតែចិត្តស្មោះត្រង់របស់គ្រួសារនៅក្នុងក្រុមស៊ឺជូនេះក៏គេបែងចែកគ្នាដែរហើយនៅក្នុងរឿងទីប្រឹក្សាស៊ឺម៉ាអ៊ីយើងឃើញបងរបស់ស៊ឺម៉ាអ៊ីចូលបម្រើឆៅជឺស៊ឺម៉ាអ៊ីបម្រើឆៅភីគាត់អត់យល់ទេគាត់គិតថាបើសិនជាស៊ឺម៉ាអ៊ីបម្រើគាត់បងរបស់ស៊ឺម៉ាអ៊ីគួរតែមកបម្រើគាត់បើមិនចឹងទេមានតែស៊ឺម៉ាអ៊ីនឹងលួចទៅបម្រើឆៅជឺដោយសម្ងាត់ប៉ុន្តែក្រុមស៊ឺជូគឺគេអត់គិតចឹងទេគេគិតធ្វើយ៉ាងណារក្សាគ្រួសារគេឲ្យរស់នៅបានយូរតពូជគ្នាខាងណាមួយចាញ់ក៏នៅមានម្នាក់ទៀតដើម្បីបន្តឈ្មោះនឹងដែរនៅក្នុងចំណោមនគរទាំង3មិនថានគរមួយណាយកឈ្នះនគរមួយណាទេគ្រួសារជូកើនៅតែអាចបន្តឈ្មោះបានវណ្ណៈរបស់ក្រុមស៊ឺជូនៅក្រោមវណ្ណៈស្ដេចប៉ុន្តែវណ្ណៈនេះដឹងថាវណ្ណៈស្ដេចអាចបដូរវេនគ្នានៅពេលដែលស្ដេចមួយធ្វើការមិនបានល្អឬក៏អស់បុណ្យជាស្ដេចប៉ុន្តែវណ្ណៈក្រុមស៊ឺជូមិនត្រូវការបញ្ជាពីឋានលើអីទេពួកគេហាក់ដូចជារនាបផ្ទះអញ្ចឹងយើងដូរកៅអីចេញទៅអានាបនៅដែរឥឡូវយើងមើលទៅលើគ្រួសារឆៅហេតុអីបានជាគ្រួសារឆៅត្រូវការក្រុមស៊ឺជូហេតុផលមុនគេគឺពួកគេត្រូវការប្រព័ន្ធអប់រំក្រុមស៊ឺជូគ្រប់គ្រងការអប់រំទាំងអស់មនុស្សដែលអាចធ្វើការបានគឺចេញមកពីគ្រួសារនៅក្នុងវណ្ណៈស៊ឺជូឬក៏ត្រូវគ្រួសារក្រុមស៊ឺជូនេះជាអ្នកណែនាំអញ្ចឹងខ្លាចជាមនុស្សរបស់គេដូចគ្នាគ្រួសារឆៅអាចធ្វើសង្គ្រាមវាយយកទឹកដីបានក៏ប៉ុន្តែពួកគេមិនអាចគ្រប់គ្រងទឹកដីទាំងអស់នោះដោយខ្លួនឯងបានទេឧទាហរណ៍ការគ្រប់គ្រងពន្ធដារការគ្រប់គ្រងស្បៀងការរៀបចំរាជសារនិងច្បាប់ផ្សេងកិច្ចការទាំងអស់នេះត្រូវការមនុស្សដែលមានចំណេះដឹងឬក៏អ្នករៀនសូត្រមកគ្រប់គ្រងឲ្យពួកមេតបទៅធ្វើកិច្ចការទាំងអស់នេះពួកគាត់យល់ថាជាការដាក់ទណ្ឌកម្មទៅលើខ្លួនគាត់ទៅវិញបើសិនជាឆៅចង់បង្កើតនគរថ្មីគឺมันអាចអត់មានក្រុមស៊ឺជូនេះទេហេតុផលទី2គឺអំណាចនៅតាមតំបន់នីមួយក្រុមស៊ឺជូជាម្ចាស់កម្មសិទ្ធិដីធ្លីប្រជារាស្ត្រដែលនៅលើដីធ្លីរបស់ពួកគេគឺគោរពតាមបញ្ជាឬក៏ការណែនាំរបស់ពួកគេបើក្រុមស៊ឺជូគាំទ្រតកូលឆៅប្រជារាស្ត្រធម្មតានឹងគាំទ្រតកូលឆៅបើត្រូវការរើសទាហានក្រុមស៊ឺជូនេះនឹងចាប់ផ្ដើមប្រកាសរើសទាហានឲ្យតែប្រសិនបើក្រុមស៊ឺជូប្រឆាំងនឹងឆៅប្រជារាស្ត្រដែលនៅលើដីរបស់ពួកគេនឹងនាំគ្នាប្រឆាំងជាមួយនឹងអំណាចរបស់ឆៅដែរការបង្ក្រាបការបះបោរឆៅអាចធ្វើបានតែមិនអាចធ្វើបានរហូតទេការបះបោរត្រូវតែឈប់ដើម្បីឲ្យនគរអ៊ុយអាចចាក់គ្រឹះបានហើយផលទី3តកូលឆៅចង់បានភាពស្របច្បាប់នៅពេលដែលពួកគេឡើងធ្វើជាស្ដេចពួកគេត្រូវការ PR ឆៅគឺជាកូនចៅរបស់គ្រួសារអាមាត្យដែលគេចាត់ទុកថាជាគ្រួសារថោកទាបអញ្ចឹងដើម្បីរុញខ្លួនឯងពីគ្រួសារអាមាត្យឲ្យទៅជាព្រះមហាក្សត្របានគ្រួសារឆៅត្រូវការទទួលស្គាល់ពីក្រុមស៊ឺជូអានេះជាមូលហេតុដែលឆៅចង់បានសិងអ៊ីឈួយយានឲ្យមកឈរខាងគាត់គ្រួសារទាំងពីរនេះគឺជាគ្រួសារនៅក្នុងក្រុមស៊ឺជូធំណាស់បើពីរអ្នកនេះគាំទ្រគាត់វាជាសញ្ញាប្រាប់ទៅអ្នកដទៃទៀតថាឆៅគឺជាអ្នកដឹកនាំដែលត្រឹមត្រូវមិនមែនគ្រាន់តែប្រើប្រាស់កម្លាំងកងទ័ពដើម្បីវាយយកទឹកដីទេការសម្រេចចិត្តរបស់វណ្ណៈស៊ឺជូគឺជាការចង្អុលថាផ្លូវណាដែលវណ្ណៈក្រោមទៀតត្រូវតែធ្វើតាមហេតុផលទី4គឺតាក់ទងជាមួយនឹងសេដ្ឋកិច្ចតាក់ទងជាមួយនឹងការជួញដូរផ្សេងវណ្ណៈស៊ឺជូនេះគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងតំបន់នីមួយដោយពួកគេមានដីស្រែធំឬមានការជួញដូររបស់ខ្លួនឯងឆៅមានកងទ័ពដូច្នេះគាត់មិនអាចអត់មានស្បៀងដើម្បីប្រកួតប្រគំកងទ័ពគាត់បានទេទម្រាំតែផែនការធ្វើស្រែពេញផ្ទៃប្រទេសរបស់នគរអ៊ុយកើតឡើងតើឆៅទៅយកស្បៀងពីអ្នកណាគឺយកពីគ្រួសារអ្នកធំទាំងអស់ហ្នឹងឆៅគាត់ដឹងថាគាត់ត្រូវការវណ្ណៈស៊ឺជូមកជួយគាត់អ
តែគាត់ក៏មិនពេញចិត្តជាមួយវណ្ណៈមួយនេះដែរពីព្រោះវណ្ណៈនេះមើលស្រាគាត់អញ្ចឹងហើយបានជាពេលគាត់រើសមនុស្សមកប្រើគឺគាត់និយាយថាគាត់មិនខ្វល់ពីប្រវត្តិគ្រួសារទេគាត់ខ្វល់តែពីសមត្ថភាពអាចធ្វើសង្គ្រាមក្រុមស៊ឺជូនៅពេលដែលឮឆាវឆាវនិយាយបែបនេះពួកគេប្រកែកតែធ្វើអីមិនចេញរហូតតតែចំនួនរបស់ឆាវភីទើបពួកគេរៀបចំច្បាប់ថ្មីកំណត់តំណែង9 ឋានៈដែលបានន័យថាអំណាចគ្រប់គ្រងរាជការទាំងមូលគឺធ្លាក់ទៅក្នុងដៃក្រុមស៊ឺជូវិញទៅដែរពួកគេជាអ្នករើសមនុស្សចូលធ្វើការពួកគេជាអ្នកកំណត់ហើយអ្នកណាអាចធ្វើជាមន្ត្រីបានគំនិតរបស់ឆាវឆាវដែលប្រើការពីមុនគឺកវត្តចោលក្នុងទងសម្រាប់ចុះក្រុមស៊ឺជូវិញពួកគេត្រូវការឆាវឆាវឬអត់ពួកគេក៏ត្រូវការឆាវឆាវដែរគឺដើម្បីការពារពួកគេពីស្ដេចក្រាញ់ផ្សេងទៀតបើឆាវឆាវគ្មានកម្លាំងទ័ពខ្លាំងទេពួកគេក៏រស់នៅមិនបានសុខដូចគ្នាអំណាចទ័ពគ្រួសារឆាវការពារទឹកដីរបស់ពួកគេកុំឲ្យមានសង្គ្រាមទៅក្រុមស៊ឺជូនេះគឺអាចបន្តរស់នៅនឹងពង្រីកអ្វីដែលពួកគេកំពុងតែធ្វើបានហើយអ្នកទាំងអស់នេះត្រូវការស្ថិរភាពអត់មានស្ថិរភាពមានតែសង្គ្រាមដីរបស់ពួកគេនឹងក៏ត្រូវកងទ័ពផ្សេងយកទៅដែរគ្រួសារឆាវគឺជាសាច់ដុំក្រុមស៊ឺជូគឺជាក្បាលម៉ាស៊ីនគ្រួសារឆាវមិនអាចគ្រប់គ្រងទឹកដីដោយគ្មានក្បាលម៉ាស៊ីនទេមិនមែនគេអត់ដឹងទេយើងឃើញថាគ្រួសារឆាវសង្ស័យគ្រួសារស៊ឺម៉ារហូតការពឹងទៅលើអំណាចរបស់អ្នកដទៃវាជាគ្រោះថ្នាក់ទៅថ្ងៃក្រោយហើយក្រុមស៊ឺជូនេះប្រកាន់វណ្ណៈណាស់ពេលដែលពួកគេមើលឃើញឆាវឆាវខ្លាយទៅជាញាតិវង្សឃើញឆាវភីឡើងក្រងរាជក្នុងចិត្តរបស់ពួកគេទោះបីជាចូលចិត្តឆាវភីក៏ដោយក៏នៅតែគិតថាហេតុអីបានជាវណ្ណៈហ្នឹងឡើងមកធ្វើជាស្ដេចឥឡូវយើងមើលបន្តទៀតហេតុអីបានជាសមត្ថភាពប៉ុនឆាវឆាវដែរជាអ្នករៀនសូត្រមានចំណេះដឹងច្រើនតែមិនត្រូវគេចាត់ទុកថាជាវណ្ណៈស៊ឺជូហេតុអីបានជាគាត់មិនអាចលៀងឈ្មោះគ្រួសារគាត់បានដែលពីមុនមកគ្រួសារគាត់ដំបូងចាប់ផ្ដើមពីក្រុមស៊ឺជូចម្លើយមុនគេគឺដោយសារតែជីតារបស់គាត់ខ្លាយទៅជាអាមាត្យគ្រាន់តែចំណុចនេះមួយទោះបីជាឆាវឆាវសរសេរកំណាព្យសរសេរអត្ថបទច្រើនយ៉ាងណាក៏មិនអាចធ្វើឲ្យគ្រួសារស៊ឺជូផ្សេងទៀតគិតថាគាត់ជាអ្នកចេះដឹងដែរនៅក្នុងភ្នែករបស់ពួកគេជាពិសេសតកូយៀនហើយនិងតកូស៊ឺម៉ាគេដឹងថាឆាវឆាវមានលុយគេដឹងថាឆាវឆាវមានអំណាចប៉ុន្តែមានដូនតាដែលមិនល្អឬក៏ខ្វក់ចំណុចទី2គឺការប្រើប្រាស់ច្បាប់របស់ឆាវឆាវអត់ចូលចិត្តលទ្ធិខុងជឺទេឆាវឆាវដល់ថ្នាក់យកកូនចៅចំនួនក្រោយរបស់ខុងជឺខុងយ៉ងនឹងយកទៅសម្លាប់ចោលទៀតឆាវឆាវប្រើប្រាស់ច្បាប់ស្តៀងគ្នាជាមួយនឹងឈីងស៊ឺហួងគ្រាន់តែមិនប្រៃផ្សៃដូចឈីងស៊ឺហួងទេមិនតឹងរឹងដូចជាឈីងស៊ឺហួងពេកទេគាត់ជឿថាធ្វើអីត្រូវតែមានប្រសិទ្ធភាពចាំធ្វើហើយអ្នកដែលមានសមត្ថភាពត្រូវតែលើកដំកើងមិនថាចេញមកពីប្រភពណាទេក្រុមស៊ឺជូគេដើរតាមលទ្ធិខុងជឺមើលឃើញអ្វីដែលឆាវឆាវធ្វើគឺជារឿងខុសឆ្គងអញ្ចឹងគេអត់ចាត់ទុកឆាវឆាវនៅក្នុងចំណោមមនុស្សជាមួយពួកគេទេហើយផលទី3ទោះបីជាឆាវឆាវជាអ្នករៀនសូត្រប៉ុន្តែគាត់មិនបានរៀនបន្តគ្នាដូចជាគ្រួសាររបស់ក្រុមស៊ឺជូទេឆាវឆាវជាមនុស្សចូលចិត្តអានសភៅអញ្ចឹងគាត់រៀននៅខ្លួនឯងអ្វីដែលគាត់រៀនភាគច្រើនគឺតាក់ទងជាមួយនឹងកងទ័ពហើយនឹងអក្សរសាស្ត្រកំណាព្យឆាវឆាវជាមនុស្សដែលរៀនប៉កែឆ្លាតខ្លួនឯងអញ្ចឹងវាផ្ទុយពីខាងក្រុមស៊ឺជូដែលគេរៀនមានគ្រូត្រឹមត្រូវគេរៀនដើម្បីធ្វើជាសុភាពបុរសនេះជាពាក្យដែលឆាវឆាវអត់ពេញចិត្តសុភាពបុរសហ្នឹងអញ្ចឹងនៅពេលដែលក្រុមស៊ឺជូវាតម្លៃឆាវឆាវគឺឆាវឆាវជាស្ដេចត្រាញ់ដែលមានឥទ្ធិពលដែលមានអនាគតជាងគេប៉ុន្តែមិនមែនជាសុភាពបុរសទេគេមើលឃើញពីប្រាជ្ញារបស់ឆាវឆាវគ្រប់គ្នានៅក្នុងចំនួន30កុកគ្មានអ្នកណាគេវាតម្លៃថាឆាវឆាវលើកគង់ទេតែមានអ្នកដែលទទួលស្គាល់គាត់និងអ្នកដែលមិនទទួលស្គាល់គាត់ហើយក្រុមស៊ឺជូគេមិនទទួលស្គាល់ឆាវឆាវទេហើយផលចុងក្រោយគេដែលធ្វើឲ្យគ្រួសារឆាវទាំងមូលទោះបីជាមានអ្នករៀនសូត្រច្រើនប៉ុណ្ណាក៏មិនត្រូវគេចាត់ចូលជាក្រុមស៊ឺជូដែរគឺមកពីអំណាចរបស់គ្រួសារឆាវបានមកពីការចាប់ស្ដេចអំណាចនេះបើសិនជាអត់មានស្ដេចហាននៅក្នុងដៃទេគឺអត់កើតឡើងទេចំណែកឯអំណាចរបស់ក្រុមស៊ឺជូមិនត្រូវការស្ដេចទេផ្លាស់ប្ដូរស្ដេចចេញក៏ក្រុមស៊ឺជូនេះនៅតែមានអំណាចដែរតាមតំបន់របស់ពួកគេអត់មានកងទ័ពទេតែអាចមានអំណាចប្រើប្រាស់គេឈ្មោះទៅគ្រប់គ្រងអ្នកដទៃនៅក្នុងរឿងសាមកុក2010យើងធ្លាប់ឮតួអង្គផ្សេងនិយាយថាកូនសិស្សរបស់ស៊ឺម៉ាមានគ្រប់កន្លែងអាហ្នឹងហើយគឺជាអំណាចរបស់ស៊ឺម៉ាអ៊ីនៅតំបន់របស់គាត់តើឆាវឆាវដឹងពីចំណុចនេះឬអត់ខ្ញុំគិតថាឆាវឆាវដឹងពីព្រោះតែគាត់ដឹងថាគេមិនទទួលស្គាល់គាត់ហ្នឹងហើយទើបគាត់ចេញច្បាប់ថារើសមនុស្សដោយមិនមើលប្រវត្តិគ្រួសារគាត់ធ្វើហ្នឹងគឺជាការទះកាភ្លៀងក្រុមស៊ឺជូឲ្យពួកវាដឹងខ្លួនគាត់ចង់ប្រាប់ថាក្រុមស៊ឺជូនឹងគ្មានដឹងខ្យល់អីទេចេះតែរៀនតពីគ្នាអត់ស្គាល់អ្នកដែលមានសមត្ថភាពប៉ុន្តែដល់ចំនួនកូនរបស់គាត់ឆៅភីឡើងមក
ឆៅភីក៏គ្មានមធ្យោបាយអីទៅប្រជែងនឹងក្រុមស៊ឺជូនេះដែរចុងក្រោយឆៅភីបកគលអំណាចរើសមនុស្សឲ្យទៅក្រុមស៊ឺជូដើម្បីគាត់អាចសោយរាជជាស្ដេចបានវាជាការដោះដូរគ្នាឥឡូវយើងវិភាគគ្រួសារស៊ឺម៉ាម្ដងតើគ្រួសារស៊ឺម៉ាคล้ายទៅជាក្រុមស៊ឺជូដោយរបៀបណាដូនតារបស់គ្រួសារស៊ឺម៉ាក៏ជាកូនចៅរបស់លាវប៉ាងពីមុនមកដែរហើយត្រូវលាវប៉ាងតែងតាំងឲ្យធ្វើជាស្ដេចទៀតផងប៉ុន្តែគាត់ក៏បាត់ខ្លួនទៅបាត់ដំណឹងឆឹងហើយគ្រួសារស៊ឺម៉ាចេះតែរស់នៅបន្តពីចំនួនហ្នឹងមកដល់ចំនួន30កុកគឺ400ឆ្នាំអញ្ចឹងនេះគឺជាគ្រឹះរបស់គ្រួសារស៊ឺម៉ាពួកគេមានដូនតាដែលបំរើស្ដេចតាំងពីចំនួនមុនមកប៉ុន្តែឆៅក៏មានដូចគ្នាដែរតែដូចខ្ញុំនិយាយអញ្ចឹងថាឆៅគាត់ចាប់នៅពេលដែលឆៅតឹងហ្នឹងខ្លាយទៅជាអាមាត្យទី2គឺទូនីតិរបស់គ្រួសារស៊ឺម៉ាច្រើនចំនួនតគ្នាគ្រួសារស៊ឺម៉ាតែងតែធ្វើជាអ្នករៀនសូត្រឪពុករបស់ស៊ឺម៉ាអ៊ីស៊ឺម៉ាហ្វាងគឺជាមន្ត្រីដែលទទួលបានការគោរពដោយសារតែគាត់តឹងរឹងហើយជាអ្នកដើរតាមលទ្ធិខុងជឺយ៉ាងខ្ជាប់ខ្ជួនដោយសារតែបែបនេះទៅគ្រួសារធំផ្សេងទៀតគេគោរពគ្រួសារស៊ឺម៉ាបើសិនជាគ្រួសារស៊ឺម៉ាមានតែមនុស្សដែលចេះកវីដើរកវីលំពេងគឺគេអត់គោរពទេអ្នករៀនសូត្រគោរពអ្នករៀនសូត្រសួរថាគ្រួសារស៊ឺម៉ាមានអ្នកចេះក្បាច់គុនទេមានតែគេអត់កាន់ដើរកាន់លំពេងទេក្បាច់គុនគេរៀនដើម្បីការពារខ្លួនតែគេកាត់ជក់ទៅដោះស្រាយបញ្ហានគរទី3គឺការភ្ជាប់ទំនាក់ទំនងសាច់ឈាមស៊ឺម៉ាហ្វាងខ្លួនឯងមានកូនប្រុស8នាក់8នាក់នេះគេហៅថាស៊ឺម៉ាទាំង8ដែលគេបកប្រែនៅក្នុងរឿងស៊ឺម៉ាទាំង8នេះសុទ្ធតែធ្វើជាមន្ត្រីរាជការទាំងអស់ពួកគេអត់ទៅប្រជែងគ្នាជាមួយនឹងគ្រួសារស៊ឺជូផ្សេងទៀតទេគឺពួកគេរៀបការជាមួយនឹងកូនស្រីគ្រួសារស៊ឺជូផ្សេងទៀតទាំងអស់ឧទាហរណ៍ដូចជាគ្រួសាររបស់ស៊ីងអ៊ីហើយនិងគ្រួសាររបស់ឆិនឈីងគឺមានភ្ជាប់ទំនាក់ទំនងសាច់ឈាមជាមួយនឹងស៊ឺម៉ាអញ្ចឹងនៅពេលដែលស៊ឺម៉ាអ៊ីកើតមកងាហ្នឹងគ្រួសារស៊ឺម៉ាមានទំនាក់ទំនងយ៉ាងធំរួចទៅហើយជាមួយនឹងគ្រួសារស៊ឺជូផ្សេងទៀតស៊ឺម៉ាអ៊ីអត់ចាំបាច់ធ្វើអីទេគាត់កើតមកនៅក្នុងកន្លែងហ្នឹងតែម្ដងហើយយើងឃើញឆៅព្យាយាមធ្វើអញ្ចឹងដែរដោយគាត់ឲ្យឆៅជឺរៀបការជាមួយនឹងក្មួយស្រីរបស់ឈួយយៀនមិនមែនកូនស្រីទេនៅក្នុងវត្តសាគឺជាក្មួយស្រីសរុបមកវិញគ្រួសារស៊ឺម៉ាមិនមែនคล้ายទៅជាវណ្ណៈស៊ឺជូនៅក្នុងចំនួន30កុកទេពួកគេស្ថិតនៅក្នុងវណ្ណៈនេះតាំងពីរាប់រយឆ្នាំមុននៅក្នុងចំនួន30កុកគឺជាពេលវេលាដែលគ្រួសារស៊ឺម៉ាបដូរខ្លួនឯងពីវណ្ណៈស៊ឺជូទៅជាវណ្ណៈស្ដេចដោយសារយើងកំពុងនិយាយអំពីគ្រួសារស៊ឺម៉ាអញ្ចឹងខ្ញុំចង់លើកពីគ្រួសាររបស់ជូកលៀងថាហេតុអីបានជាគ្រួសារជូកើនេះคล้ายទៅជាវណ្ណៈស៊ឺជូដូចគ្នាបើយើងមើលពីប្រវត្តិរបស់គ្រួសារជូកើចាប់តាំងពីជូកហ្វឹងមកគឺនៅឆ្ងាយពីរយៈពេលដែលគ្រួសារស៊ឺម៉ាលេចមុខនៅក្នុងប្រវត្តិសាស្ត្រគ្រួសារជូកើចាក់គ្រឹះនៅឡាងយ៉ាងជូកហ្វឹងក៏ធ្លាប់ធ្វើជាមន្ត្រីរបស់រាជការហានដែរឪពុករបស់ជូកលៀងជូកគួយក៏ជាមន្ត្រីរាជការដូចគ្នាបើយើងមើលទៅតាមខ្សែរយៈប៉ុណ្ណឹងយើងអាចមើលឃើញថាជូកលៀងនេះមានប្រវត្តិគ្រួសារស្អាតស្អំជាងឆៅគាត់កើតនៅក្នុងគ្រួសារមន្ត្រីប៉ុន្តែចំណុចខុសគ្នារវាងជូកលៀងហើយនិងស៊ឺម៉ាអ៊ីមានមួយនៅពេលដែលនគរច្បោកច្បល់ជូកលៀងបានផ្លាស់ទីលំនៅទៅជីងជើនៅពេលនោះជីងជើគឺជាកន្លែងដែលអ្នកចេះដឹងអ្នករៀនសូត្រជាច្រើននាំគ្នាសម្ងំនៅទីនោះជូកលៀងរស់នៅលើភ្នំដោយមិនព្រមចោះចូលជាមួយនឹងស្ដេចត្រាញ់ណាទាំងអស់គាត់ធ្វើខ្លួនដូចជាអេសីនៅភ្នំឡុងចុងអ្នកខ្លះថាគាត់គេចពីសង្គ្រាមប៉ុន្តែខ្ញុំគិតថានេះគឺជាការបង្កើតគេឈ្មោះឲ្យខ្លួនឯងដើម្បីរងចាំម្ចាស់ណាមួយមកដែលគាត់អាចទុកចិត្តបានដោយសារតែគាត់បដិសេធមិនបម្រើលាវពាវក៏ធ្វើឲ្យគាត់កាន់តែមានតម្លៃជាងមុនជូកលៀងក៏មិនខុសពីគ្រួសារស៊ឺម៉ាដែរពួកគេប្រើប្រាស់អាពាហ៍ពិពាហ៍ដើម្បីចងពីគ្រួសារមួយទៅគ្រួសារមួយតើជូកលៀងរៀបការជាមួយកូនស្រីអ្នកណាគឺហួងឆឹងយៀននៅជីងជើលោកម្ចាស់ហួងគឺជាគ្រួសារមួយស្ថិតនៅក្នុងវណ្ណៈស៊ឺជូក្រៅពីជូកលៀងនៅមានបងស្រីគាត់ទៀតដែលរៀបការជាមួយនឹងគ្រួសារឆៃម៉ៅអញ្ចឹងយើងមើលឃើញថាទំនាក់ទំនងរបស់ជូកលៀងមិនមែនតេឡតដូចនៅក្នុងរឿង30កុកទេការជួយលើកដំកើងគ្នារបស់មិត្តភក្តិគាត់ផាងថងហើយនិងស៊ីស៊ូបង្ហាញឲ្យយើងមើលឃើញថាក្រុមស៊ឺជូនេះធ្វើការដោយរបៀបណាពួកគេមិនលើកអ្នកក្រៅទេគឺលើកតែគ្នាឯងអញ្ចឹងនៅពេលដែលលាវប៉ៃឮពីមាត់របស់ស៊ីស៊ូថាមិត្តភក្តិគាត់នាគដេកហ្នឹងគឺជាមនុស្សដែលប្រកែលាវប៉ៃជឿ 100% នៅអំឡុងពេលដែលឆៅប្រឡូកនៅក្នុងសង្គ្រាមបដូរស្លាប់បដូររស់ដើម្បីបដូរវណ្ណៈរបស់គាត់ជូកលៀងគ្រាន់តែសម្ងំនៅលើភ្នំទេក៏ត្រូវបានគេចាត់ទុកថាជាកំពូលអ្នកប្រាជ្ញ
តាំងពីមុនពេលដែលគាត់ចូលប្រឡូកក្នុងសង្គ្រាមសម្រាប់គ្រួសារដែលនៅក្នុងវណ្ណៈស៊ឺជូដូចគ្នាគេទទួលស្គាល់ជូកលៀងច្រើនជាងឆាវឆាវនេះជាមូលហេតុមួយដែលមនុស្សដូចជាឈិនឈីងវាងឡាងនាំគ្នាផ្ញើសម្បត្តិហៅជូកលៀងឲ្យចោះចូលជាមួយនគរអ៊ុយពីព្រោះគេចាត់ទុកជូកលៀងគឺជាគ្នាឯងបើយើងមើលទៅលើគ្រួសារស៊ឺម៉ានិងគ្រួសារជូកឺយើងមើលឃើញថាចំណុចសំខាន់គេធ្វើយ៉ាងណាឲ្យគ្រួសារផ្សេងទៀតដែលនៅក្នុងវណ្ណៈស៊ឺជូនេះទទួលស្គាល់គឺគ្រួសារហ្នឹងគឺคล้ายទៅជាគ្រួសារក្រុមស៊ឺជូហើយឥឡូវយើងបកមកឆៅភីវិញតើឆៅភីអត់មានវិធីទប់ទល់ជាមួយនឹងអំណាចរបស់ក្រុមស៊ឺជូទេឬក៏យ៉ាងម៉េចមានវិធីទប់ទល់ឬអត់ខ្ញុំមើលអត់ដឹងទេប៉ុន្តែឆៅភីមិនខ្វល់ពីចំណុចនេះទេអ្វីដែលគាត់ចង់បានគឺការដោះដូរគ្នារវាងការគ្រប់គ្រងរបស់ក្រុមស៊ឺជូជាមួយនឹងការឡើងសោយរាជរបស់គាត់នៅពេលដែលឆៅភីបញ្ចប់អាយុរាជវង្សហាន400ឆ្នាំហ្នឹងតាមពិតគាត់គឺជាអ្នកបះបោររួចទៅហើយប៉ុន្តែគាត់ចង់ឲ្យក្រុមស៊ឺជូនេះកែប្រែកន្លែងហ្នឹងឲ្យគាត់ទទួលស្គាល់គាត់ថាមិនមែនបះបោទេគឺស្ដេចហានជាអ្នកផ្ទេររាជមកឲ្យគាត់ដើម្បីធ្វើបែបហ្នឹងគឺគាត់ដូរជាមួយនឹងច្បាប់ថ្មីដែលបង្កើតមន្ត្រី9ថ្នាក់នៅក្នុងនគរអ៊ុយច្បាប់នេះគឺឲ្យសិទ្ធិទាំងស្រុងទៅក្រុមស៊ឺជូដើម្បីឲ្យពួកគេទទួលស្គាល់ឆៅភីជាស្ដេចពិតប្រាកដទោះបីជាបែបហ្នឹងក៏ដោយអំណាចទាំងស្រុងមិនទាន់ធ្លាក់ទៅក្នុងដៃក្រុមស៊ឺជូទេពីព្រោះឆៅភីនៅមានញាតិវង្សគ្រួសារឆៅនិងស៊ីហៅដែលកាន់កាប់កងទ័ពអញ្ចឹងមានអំណាចពីរដែលប្រជែងគ្នាទៅវិញទៅមកនៅក្នុងនគរអ៊ុយឆៅភីយល់ថាធ្វើបែបហ្នឹងគឺខ្លួនគាត់ជាអ្នកគ្រប់គ្រងទាំងពីរក្រុមហ្នឹងមានតុល្យភាពប៉ុន្តែឆៅភីភ្លេចគិតរឿងមួយនៅពេលដែលនគរអ៊ុយមានស្ថិរភាពយូរឆ្នាំទៅអំណាចដែលកើនឡើងមិនមែនអំណាចកងទ័ពទេបើអត់ធ្វើសង្គ្រាមកងទ័ពអត់មានអំណាចទេអ្នកដែលបង្កើនអំណាចគឺអ្នកដែលនៅក្នុងនយោបាយមន្ត្រីស៊ីវិលគឺក្រុមស៊ឺជូអញ្ចឹងក្រុមស៊ឺជូនេះចាប់ដើមគ្រប់គ្រងរឿងរ៉ាវផ្សេងៗនៅក្នុងនគរការអប់រំពួកគេបង្រៀនមនុស្សឲ្យមើលឃើញថាតើអ្នកណាជាអ្នកដឹកនាំដែលមានសមត្ថភាពហើយអ្នកណាដែលគ្មានសមត្ថភាពដោយអ្វីដែលខ្ញុំលើកអញ្ចឹងថាក្រុមស៊ឺជូគេលើកទៅសារទៅគ្នាគេទេអញ្ចឹងអ្នកដែលរៀនពីក្រុមស៊ឺជូនឹងមើលឃើញថាមេតបតកោឆៅទាំងអស់សុទ្ធតែជាមនុស្សកាយសាហាវឬធ្វើអ្វីទៅតាមចិត្តរបស់ខ្លួនឯងពេលដែលឆៅភីនៅមានជីវិតគឺអត់មានបញ្ហាទេពីព្រោះអំណាចរបស់ឆៅភីធំជាងអំណាចក្រុមស៊ឺជូក្រោយពេលដែលឆៅភីស្លាប់បាត់ទៅក្រុមស៊ឺជូមិនគ្រាន់តែជាអ្នកដែលចាំប្រឹក្សាយោបល់ទេពួកគេក្លាយទៅជារាជការទាំងមូលគ្រួសារស៊ឺម៉ាទាំងឪទាំងកូនចាប់ផ្ដើមជ្រៀតចូលទៅក្នុងជួរកងទ័ពឆ្លៀតឱកាសដែលខាងនគរស៊ូនិងនគរអ៊ូចាប់ដៃគ្នាដើម្បីវាយលុកចូលក្នុងនគរអ៊ុយគ្រួសារឆៅត្រូវការមនុស្សប្រាដូច្នេះគេរុញស៊ឺមីអ៊ីឲ្យចេញទៅច្បាំងស៊ឺមីអ៊ីច្បាំងឈ្នះក៏ធ្វើឲ្យអ្នកដែលនៅក្នុងជួរកងទ័ពនេះមើលឃើញក្រុមស៊ឺជូខុសប្លែកពីមុននៅក្នុងរឿងទីប្រឹក្សាស៊ឺមីអ៊ីពេលដែលស៊ីហតុនមកនិយាយចរចាជាមួយនឹងស៊ឺម៉ានៅក្នុងផ្ទះគាត់ចង់ប្រាប់ឲ្យស៊ឺមីអ៊ីនឹងដកខ្លួនឲ្យរឿងកិច្ចការកងទ័ពគឺពួកគាត់ជាអ្នកធ្វើចំណែកឯស៊ឺមីអ៊ីធ្វើសន្សំនៅក្នុងរាជវាំងហ្នឹងទៅក៏ធ្វើអីតក់លហន់ពេកប៉ុន្តែស៊ឺមីអ៊ីក៏បោះពាក្យមួយទៅវិញថាមិនមែនមានតែមេតបទេដែលអាចចេញច្បាំងបាននៅត្រង់កន្លែងនេះស៊ឺមីអ៊ីអត់ទាន់ចេញច្បាំងទេប៉ុន្តែគាត់និយាយទុកមុនទៅហើយអញ្ចឹងយើងអាចមើលឃើញពីគំនិតរបស់ក្រុមស៊ឺជូរួចហើយថាមុននឹងក្រោយពួកគេនឹងដណ្ដើមអំណាចកងទ័ពមិនមែនតែស៊ឺមីអ៊ីមួយទេដែលចូលទៅក្នុងជួរកងទ័ពរហូតដល់ចំនួនរបស់ឆៅសួងដែលឆៅសួងមានបំណងដកយកសិទ្ធិទ័ពពីស៊ឺមីអ៊ីវិញដកបានតែត្រាកងទ័ពទេតែអំណាចរបស់ស៊ឺមីអ៊ីដែលបង្កើតហើយហ្នឹងគឺមាននៅក្នុងចិត្តកងទ័ពរួចហើយពេលដែលស៊ឺមីអ៊ីបះបោគេមិនមើលឃើញថាគ្រួសារស៊ឺម៉ាបះបោទេគេគ្រាន់តែមើលឃើញថាក្រុមមន្ត្រីស៊ឺជូបះបោប្រឆាំងជាមួយនឹងឆៅសួងដើម្បីរកស្ថិរភាពឬក៏បញ្ចប់អំណាចប្រេះផ្ដាស់របស់ឆៅសួងហ្នឹងនៅពេលដែលស៊ឺមីអ៊ីមានលេសគ្រប់គ្រាន់ដើម្បីប្រហារជីវិតគ្រួសារឆៅសួងហើយនិងគ្រួសាររបស់ស៊ីហៅអំណាចតកោឆៅក៏បាត់បង់ទៅហើយគ្រួសារស៊ឺម៉ានេះក៏ចាប់ផ្ដើមបំពេញបពពួករបស់ខ្លួនឯងចូលទៅក្នុងទូនីតិដែលពីមុនមកគឺតកោឆៅតកោស៊ីហៅជាអ្នកកាន់កាប់ហើយអ្នកទាំងអស់នោះគឺជាក្រុមមន្ត្រីស៊ឺជូនឹងឯងអញ្ចឹងការបកស្រាយរបស់ខ្ញុំចំពោះប្រធានបទមួយនេះអាចឲ្យអ្នកគ្នាយល់ពីសំណួរមួយថាតើស៊ឺមីអ៊ីពិតជារៀនតាមឆៅឆៅមែនឬអត់ស៊ឺមីអ៊ីមិនរៀនតាមឆៅឆៅទេបើយើងមើលទៅតាមវណ្ណៈរបស់ពួកគាត់ស៊ឺមីអ៊ីតែងតែមើលស្រាលឆៅឆៅឬក៏ចំណែនក៏បានពីព្រោះអ្វីដែលឆៅឆៅទទួលបានវាផ្ទុយពីការព្រៀនប្រដៅដែលគាត់ធ្លាប់ទទួលពីមុនមកនៅក្នុងសង្គមដែលប្រកាន់វណ្ណៈទាបទទួលបានផលច្រើនធ្វើឲ្យវណ្ណៈខ្ពស់ហ្នឹងគេមិនពេញចិត្ត
ឆាភីយល់ថាខ្លួនឯងដោះដូរអំណាចជាមួយនឹងក្រុមស៊ឺជូប៉ុន្តែក្រុមស៊ឺជូអាចនឹងគិតថាពួកគេគឺជាអ្នកផ្ដល់អំណាចឲ្យឆាភីអញ្ចឹងបើថ្ងៃណាមួយលែងមានឆាភីទៅគេយកអំណាចនឹងត្រឡប់មកវិញអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងអេពីសូតមួយនេះអរគុណសម្រាប់ការស្ដាប់បើសិនជាអ្នកនរគ្នាពេញចិត្តវីដេអូនេះកុំភ្លេចចុច like ផងហើយអ្នកដែលមិនទាន់បាន subscribe channel របស់ខ្ញុំទេជួយ subscribe ម្នាក់មួយមក